បើផ្អែកតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះប្រទេសធំៗកំពុងតែព្យាយាមឲ្យខ្លួនគេសម្រេចបាននៅមហិច្ឆតាអោបក្រសោបយកទឹកដីប្រទេសតូចនិងទុនខ្សោយក្នុងវិស័យការពារជាតិរបស់ខ្លួនជាក់ស្ដែងកាលដែលរុស្ស៊ីលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនគឺជារឿងពិតក្រោយពីអ៊ុយក្រែនបាត់បង់ទាំងស្រុងនៅក្បាលគ្រាប់នុយក្លេអ៊ែរដែលរបូតធ្លាក់ទៅលើដៃរុស្ស៊ីកាលពីឆ្នាំ1994អ៊ុយក្រែនបានយល់ព្រមផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យរុស្ស៊ីនៅក្រោមសន្ធិសញ្ញាស្តីពីការមិនសាយភាយអាវុធនុយក្លេអ៊ែរជាថ្នូរទៅនឹងសំណងសេដ្ឋកិច្ចនិងការធានាបាននូវសុខសន្តិភាពពីប្រទេសរុស្ស៊ីហើយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសក៏ជាសាក្សីនៅក្នុងការគោរពឯករាជ្យភាពនិងអធិបតេយ្យភាពរបស់អ៊ុយក្រែននៅក្នុងព្រំដែនដែលមានស្រាប់នៅឆ្នាំ1991 20ឆ្នាំក្រោយមករុស្ស៊ីដែលជាភាគីមួយនៃកិច្ចព្រមព្រៀងបានរំលោភសន្ធិសញ្ញានេះហើយបានបង្កការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ2014ក្រោយពីក្រុងមូស្គូចាប់យកដែនដីគ្រីមៀនៅខែមីនាឆ្នាំ2014រុស្ស៊ីនៅក្រោមការដឹកនាំរបស់លោក Vladimir Putin បានរុញឲ្យមានកម្លាំងអូសទាមរបស់ខ្លួនបង្កអបគមចាប់យកតំបន់ដុតបាសភាគខាងកើតនៃប្រទេសអ៊ុយក្រែនប៉ុន្តែមេដឹកនាំអ៊ុយក្រែនដែលសម្រេចលើកទ័ពវាយកម្លាំងអូសទាមរបស់រុស្ស៊ីនៅពេលនោះគឺលោក Peter Poroshenko លោក Peter Poroshenko បានបញ្ជូនកងទ័ពទៅទប់ស្កាត់កម្លាំងអបគមរបស់កងទ័ពអូសទាមរបស់រុស្ស៊ីនៅក្នុងឆ្នាំ2014រហូតរុស្ស៊ីផ្ទុះសង្គ្រាមពេញទំហឹងវាយលុកអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022តែម្ដងដែលសង្គ្រាមនេះកំពុងតែបន្តអស់រយៈពេល3ឆ្នាំហើយមកទល់នឹងពេលនេះក្នុងស្ថានភាពនេះលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នបានសូមឲ្យអាមេរិកប្រគល់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែនដែលលោកអះអាងថាបើអ៊ុយក្រែននៅបន្តមានក្បាលគ្រាប់នុយក្លេអ៊ែរម្ល៉េះរុស្ស៊ីបានត្រឹមតែជាសមភាគីនឹងអ៊ុយក្រែនតែប៉ុណ្ណោះគឺគ្មានទេការឈ្លានពានអ៊ុយក្រែនលោក Zelensky កំពុងតែដាក់ផែនការឲ្យអ៊ុយក្រែនជាប្រទេសមានឧស្សាហកម្មយោធានិងសភាវុធហើយជាប្រទេសមានកម្លាំងទ័ពយ៉ាងតិច1លាននាក់ក្រោយពីដណ្ដើមបានសន្តិភាពវិញពីប្រទេសរុស្ស៊ីនៅពេលណាមួយខាងមុខនេះលោក Zelensky បន្ទោសទៅលើមេដឹកនាំអ៊ុយក្រែនមុនជាពិសេសលោកអតីតប្រធានាធិបតី Viktor Yanukovych និងលោក Leonid Kuchma ដែលជាមេដឹកនាំអ៊ុយក្រែនសន្តិភាពនិយមជាមួយនឹងរុស្ស៊ីសម្រាប់លះបង់អ្វីគ្រប់យ៉ាងឲ្យតែបានសន្តិភាពពីរុស្ស៊ីស្របពេលគ្នានេះដែរប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Roberta Metsola នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះបានលើកឡើងថាក្នុងស្ថានភាពដែលអ៊ុយក្រែនធ្វេសប្រហែសព្រោះតែទុកចិត្តថាប្រទេសជិតខាងខ្លួនជាមិត្តគ្មានពេលណាដែលក្បត់នឹងអ៊ុយក្រែននោះគឺជាកំហុសប្រវត្តិសាស្ត្រធ្ងន់ធ្ងរលោកបន្តថាវាជាកំហុសដែលមិនអាចពង្រឹងវិស័យការពារជាតិរបស់ខ្លួនឲ្យបានរឹងមាំនិងជាកំហុសទុកចិត្តមិត្តជ្រុលពេកដែលថាមិនអាចប្រែក្លាយជាសត្រូវគឺកំហុសគ្រោះថ្នាក់ដល់ប្រជាជាតិអ៊ុយក្រែនមកទល់នឹងពេលនេះតែម្ដងបើតាមលោក Roberta Metsola សន្តិភាពនិយមដែលគ្មានភាពរឹងមាំក្នុងវិស័យការពារជាតិគឺជាទស្សនៈភ័ន្តច្រឡំដោយករណីអ៊ុយក្រែនដែលកំពុងធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលោកទទូចថាប្រទេសអឺរ៉ុបទាំងអស់រាប់ទាំងប្រទេសក្នុងសហភាពអឺរ៉ុបជាពិសេសប្រទេសណាដែលនៅជាប់នឹងព្រំដែនរុស្ស៊ីឬជាប់នឹងព្រំដែនប្រទេសសម្ព័ន្ធភាពនឹងរុស្ស៊ីត្រូវតែកំណត់ចក្ខុវិស័យឡើងវិញចំពោះអ្វីដែលហៅថាសន្តិភាពគ្មានភាពរឹងមាំលើវិស័យការពារជាតិរបស់ខ្លួនប្រធានក្រុមប្រឹក្សាអឺរ៉ុបបានដាស់តឿនថាសន្តិភាពនិយមជ្រុលពេកជាមួយនឹងប្រទេសជិតខាងដូចជាមេដឹកនាំមុនរបស់អ៊ុយក្រែនដែលនៅទីបំផុតសន្តិភាពនិយមនេះហើយងាយត្រូវបានគេឈ្លានពានណាស់តែចំពោះមេដឹកនាំអ៊ុយក្រែនក្នុងពេលនេះជាមេដឹកនាំដែលមិនបានលុតជង្គង់សុំសន្តិភាពពីអ្នកឈ្លានពាននោះទេហើយមេដឹកនាំប្រទេសណាមិនដឹងទេតែសម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បើទោះបីជាកើតចេញពីតារាកំ pl ែងក៏ដោយគឺមិនដែលបោះពាក្យថាសុំសន្តិភាពពីលោក Vladimir Putin បរិះខ្លាំងគ្មានគូប្រៀបនៅវិមានក្រំឡាំងម្ដងណានោះឡើយនៅមុនប្រមាណថ្ងៃនៃខួប3ឆ្នាំចូលមកដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមអ៊ុយក្រែនដែលមានលោក Zelensky ជាប្រមុខដឹកនាំឲ្យប្រញាប់ទៅកាន់តុចរចាបើពុំនោះទេប្រទេសអ៊ុយក្រែនអាចនឹងត្រូវមហាអំណាចរុស្ស៊ីលេបបាននៅថ្ងៃណាមួយមិនខានលោក Trump បានប្រមានទៀតថាលោក Zelensky គ្មានសិលឹកបៀនៅក្នុងដៃដើម្បីលេងជាមួយនឹងលោក Putin នោះទេលោក Trump ថាលោក Putin កំពុងតែកាន់សិលឹកបៀសន្តិភាពសម្រាប់អ៊ុយក្រែនដែលអ៊ុយក្រែនមានឱកាសដើម្បីទទួលយកសន្តិភាពពីលោក Putin សារព្រមានរបស់លោក Trump មិនបានធ្វើឲ្យលោក Zelensky ភ័យខ្លាចហើយលុតជង្គង់ទៅជួបលោក Putin ភ្លាមនោះទេលោក Zelensky ដែលប្រជាជនអ៊ុយក្រែនបានហៅថាជាវីរៈជនរបស់ខ្លួន
បានឆ្លើយតបវិញថារឿងចរចាជារឿងចាំបាច់ណាស់ដើម្បីបញ្ចប់ការស្លាប់នៃកងទ័ពរៀងៗខ្លួនប៉ុន្តែអ៊ុយក្រែនត្រូវតែមានសន្តិភាពសន្តិសុខមួយរឹងមាំជាមួយនឹងកងកម្លាំងនៅវិស័យការពារជាតិរបស់ខ្លួនត្រូវតែខ្លាំងជាមុនសិនគឺខ្លាំងរហូតសត្រូវលែងហ៊ានឈ្លានពានតែម្ដងលោក Zelensky បានសន្យាថាលោកសុខចិត្តបោះបង់តំណែងរបស់លោកប្រសិនបើការចុះចេញរបស់លោកនាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែនឬអាចដោះដូរនឹងការចូលជាសមាជិកអង្គការ NATO បាននៅមុនមួយថ្ងៃចូលមកដល់នៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2025ជាខួប3ឆ្នាំនៃសង្គ្រាមរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែនលោក Zelensky បានបញ្ជូនសារខ្លីមួយទៅកាន់ប្រជាជនអ៊ុយក្រែនថាជាមោទនភាពណាស់ដែលប្រជាជនអ៊ុយក្រែនបានក្លាយជាវីរៈជនដើម្បីសេរីភាពប្រយុទ្ធការពារទឹកដីរបស់ខ្លួនយ៉ាងអង់អាចប្រឆាំងនឹងអ្នកឈ្លានពានរហូតជាង3ឆ្នាំមកនេះលោកបន្តថាចំពោះរូបលោកក៏មានមោទនភាពជាមេដឹកនាំមួយរូបមានកងទ័ពខ្លាំងវាយទប់ទល់បាននឹងការឈ្លានពានរបស់ប្រទេសមហាអំណាចយោធាមួយនេះនៅលើពិភពលោកយើងនេះមេដឹកនាំប្រទេសខ្លះត្រូវគេមើលឃើញថាខ្លាំងបានតែទៅលើជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះមេដឹកនាំខ្លាំងរូបនោះបង្ក្រាបជាតិសាសន៍ខ្លួនឯងឲ្យក្រាបដល់ដីក្រោមលេសថាការពារសន្តិភាពនិងសន្តិសុខរបស់ប្រទេសចំណែកជាមួយនឹងប្រទេសជិតខាងវិញមេដឹកនាំប្រភេទនេះតែងតែពោលពាក្យថាសន្តិភាពគឺជាអាយុជីវិតនៃមិត្តភាព10000ឆ្នាំទៅវិញដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link ឬអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ Email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ